នៅពេលដែលកសិករចង់ទទួលបានសេវាកសិកម្មតើកសិករត្រូវធ្វើបែបណាដើម្បីទទួលបានសេវាកសិកម្មហើយត្រូវទទួលសេវាកសិកម្មពីនរណាសំណួរមួយនេះគឺជាសំណួរដែលខ្ញុំតែងតែជួបប្រទះជាញឹកញាប់ដែរនៅពេលដែលខ្ញុំចូលរួមប្រជុំនានាមិនមែនតែប្រជាកសិករដែលឆ្ងល់ទេសូម្បីតែមន្ត្រីរាជការមួយចំនួនក៏គាត់នៅមានចម្ងល់ដែរថ្ងៃនេះខ្ញុំសូមបកស្រាយត្រួសត្រាសដើម្បីកុំឲ្យមានមន្ទិលសង្ស័យបន្ថែមទៀតនៅក្នុងករណីនេះខ្ញុំសូមបែងចែកជាពីរដើម្បីឲ្យងាយយល់កសិករត្រូវធ្វើបែបណាដើម្បីទទួលបានសេវាកសិកម្មហើយទី2តើកសិករទទួលសេវាកសិកម្មនោះពីអ្នកណាចូលមកដល់ចំណុចទី1កសិករត្រូវធ្វើបែបណាដើម្បីទទួលបានសេវាកសិកម្មជាដំបូងកសិករត្រូវតែជាកសិករពិតប្រាកដមានដីដាំដុះឬក៏ចិញ្ចឹមសត្វឬក៏មានដីដាំដុះឬក៏មានគម្រោងក្នុងការចិញ្ចឹមសត្វឬក៏ដាំដុះនឹងឬក៏កំពុងតែដាំដុះឬក៏ចិញ្ចឹមសត្វកំពុងតែជួបបញ្ហាជាក់ស្ដែងត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់ថាមិនមែនតែប្រជាកសិករចង់បានតែជំនួយតែគ្មានការអនុវត្តកសិកម្មនោះទេកសិករត្រូវតែជាកសិករដែលកំពុងតែអនុវត្តកសិកម្មនិងមានគម្រោងច្បាស់លាស់ក្នុងការអនុវត្តកសិកម្មឬក៏មានដីត្រឹមត្រូវសម្រាប់ក្នុងការអនុវត្តកសិកម្មកសិករត្រូវតែកំណត់បញ្ហារបស់ខ្លួនកសិករត្រូវដឹងខ្លួនឯងច្បាស់ថាពីតម្រូវការរបស់ខ្លួនចង់បានអ្វីឧទាហរណ៍ដូចជាត្រូវការគ្រាប់ពូជឬត្រូវការបច្ចេកទេសឬក៏ត្រូវការទីផ្សារដើម្បីឲ្យអ្នកផ្ដល់សេវាកសិកម្មឬក៏អង្គភាពផ្ដល់សេវាកសិកម្មនឹងផ្ដល់ជូនត្រូវគោលដៅហើយដើម្បីឲ្យសេវាកសិកម្មមានប្រសិទ្ធភាពកសិករត្រូវតែចូលរួមយ៉ាងសកម្មជាមួយនឹងអ្នកផ្ដល់សេវាកសិកម្មដូចជាការចងក្រងសហគមន៍កសិករការចូលរួមវគ្គបណ្ដុះបណ្ដាលការស្ដាប់ការណែនាំនិងការអនុវត្តបច្ចេកទេសនានាកសិករត្រូវតែមានទំនួលខុសត្រូវសេវាកសិកម្មដែលបានផ្ដល់ជូនកសិករជាឱកាសដែលកសិករប្រើឲ្យបានត្រឹមត្រូវកសិករមានឱកាសក្នុងការសិក្សាស្វែងយល់និងបង្កើតលទ្ធភាពពិតប្រាកដចូលមកដល់ចំណុចទី2តើកសិករត្រូវទទួលសេវាកសិកម្មពីនរណាបច្ចុប្បន្ននេះស្របតាមគោលនយោបាយអត្ថិភាពទី5និងទី6របស់រាជរដ្ឋាភិបាលនីតិកាលទី7បានពង្រាយមន្ត្រីកសិកម្មឃុំសង្កាត់ទូទាំងប្រទេសដូច្នេះបងប្អូនប្រជាកសិករមានបញ្ហាកសិកម្មអាចតាក់ទងទៅភ្នាក់ងារពេទ្យសត្វភូមិឬតាក់ទងទៅមន្ត្រីកសិកម្មឃុំសង្កាត់របស់បងប្អូនរីកាពីបញ្ហាប្រឈមតាមបញ្ហាដែលបងប្អូនកសិករជួបប្រទះបើករណីបងប្អូនតាក់ទងទៅមន្ត្រីកសិកម្មរបស់បងប្អូនមិនបានទេបងប្អូនអាចយកបញ្ហានេះទៅជម្រាបលោកមេភូមិមេឃុំដើម្បីឲ្យលោកមេភូមិមេឃុំតាក់ទងបន្តទៅមន្ត្រីកសិកម្មឃុំសង្កាត់តែបើករណីឃុំសង្កាត់របស់បងប្អូនមិនទាន់មានមន្ត្រីកសិកម្មឃុំបងប្អូនប្រជាកសិករដែលត្រូវការសេវាកសិកម្មអាចតាក់ទងទៅភ្នាក់ងារពេទ្យសត្វភូមិតែបើគ្មានភ្នាក់ងារពេទ្យសត្វភូមិបងប្អូនប្រជាកសិករអាចតាក់ទងទៅមេភូមិមេឃុំដើម្បីឲ្យលោកតាក់ទងបន្តទៅរដ្ឋបាលក្រុងស្រុកហើយរដ្ឋបាលក្រុងស្រុកនឹងរាយការណ៍បញ្ហារបស់បងប្អូនរាយការណ៍ទៅការិយាល័យជំនាញដើម្បីចុះមកដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាន់ពេលវេលាមួយវិញទៀតបងប្អូនប្រជាកសិករចង់រាយការណ៍រហ័សបងប្អូនប្រជាកសិករអាចទូរស័ព្ទទៅ hotline របស់ក្រសួងកសិកម្មដោយផ្ទាល់ដែលមានលេខ1289មិនគិតថ្លៃគ្រប់ប្រព័ន្ធខាងលើនេះគឺជាជម្រើសរបស់បងប្អូនអាចប្រើប្រាស់វិធីមួយណាក៏បានដែលបងប្អូនគិតថាងាយស្រួលតែអ្វីដែលខ្ញុំជឿជាក់នោះគឺប្រកាសណាស់មកទល់ពេលនេះមន្ត្រីកសិកម្មឃុំសង្កាត់នៅបណ្ដាឃុំទាំងអស់បានចុះជួបនិងណែនាំខ្លួនទៅប្រជាកសិករអស់ហើយយ៉ាងណាវិញកសិករនិងមន្ត្រីកសិកម្មអាចស្គាល់គ្នានិងអាចតាក់ទងគ្នាបានយ៉ាងល្អផងដែរបើបងប្អូនគិតថាវីដេអូនេះល្អសូមចុច like share និង followផង